សួស្តីពុកម៉ែបងប្អូនហើយថ្ងៃនេះខ្ញុំមានកន្លែងមួយចង់រីកមិនបងប្អូនហើយអ្នកនៅខេត្តសៀមរាបឬក៏នៅភ្នំពេញអាចមកលេងបាននៅមាត់ស្ទឹងសៀមរាបយើងនៅចិត្តស្ពានទល់មុខនឹងវីរៈប៊ុនធម្មអញ្ចឹងកន្លែងហ្នឹងខ្ញុំណែនាំឲ្យបងប្អូនបរិយាកាសមួយនៅចិត្តភ្លើងបាញ់ពណ៌ហ្នឹងផងហើយអង្គុយតាមដងស្ទឹងអីវារៀងរីឡេកតិចដែរហើយសម្រាប់អ្នកមកភ្នំពេញឯងគាត់អត់ទាន់ដឹងតែកន្លែងបាញ់ទឹកភ្លើងពណ៌ហ្នឹងនៅកន្លែងណាអញ្ចឹងមកដល់យើងដើរជិះមកមាត់ស្ទឹងហើយយើងសួរគេទៅតាមផ្លូវទៅស្ពាននៅមុខវីរៈប៊ុនធម្មនៅអាងកំពើអញ្ចឹងទៅគេប្រាប់ហើយកន្លែងហ្នឹងនៅជុំវិញតាមដងស្ទឹងហ្នឹងគឺមានគេលក់ហូរហែតាមដងផ្លូវក៏តែខ្ញុំអត់បានរីកមិនមួយទៅកន្លែងណាឆ្ងាញ់កន្លែងណាមិនឆ្ងាញ់ទេដោយសារខ្ញុំធ្វើវីដេអូគឺខ្ញុំគ្រាន់ចង់ណែនាំទីតាំងដែលមានទេសភាពអីនិងមានបរិយាកាសរីឡេកទេសម្រាប់ម្ហូបអីបងប្អូនចូលភ្លក់ហើយឲ្យបន្ទុកខ្លួនឯងទៅដោយសារខ្ញុំស្គាល់ក៏ប៉ុន្តែគ្រាន់តែខ្ញុំអត់មានបានការប្រម៉ូទអីពីខាងណាអញ្ចឹងទៅខ្ញុំក៏អត់បានចុចថាកន្លែងណាឆ្ងាញ់កន្លែងឆ្ងាញ់ប៉ុន្តែខ្ញុំគាត់ថាខ្ញុំចែករំលែកនៅកន្លែងរីឡេកហើយនឹងមានទេសភាពស្អាតនៅពេលយប់អញ្ចឹងគឺខេត្តសៀមរាបនៅស្ពានទល់មុខវីរៈប៊ុនធម្មហើយនឹងគេហៅថាមាត់ស្ទឹងសៀមរាបអាងកំពើទៅស្គាល់ហើយកន្លែងបាញ់ទឹកមានតែមួយកន្លែងហ្នឹងនៅក្រុងសៀមរាបហើយខ្ញុំជឿជាក់ថាទៅដល់បងប្អូនគាត់ញ៉ាំអីម្ហូបអីគេសំរុំអាចយើងទទួលយកបានមានកន្លែងខ្លះទៅក៏អែមទៅកន្លែងខ្លះទៅក៏70-50អញ្ចឹងទៅណាអរគុណច្រើនបងប្អូន